Bà ở con dương nghĩa bị khai cả đá dương chụp cho mùi này đi ra bỏ dương bị khai bay lên để mình lục vui pươn chỉ biết số lục pươn bà បាទសូមជម្រាបសួរលោកសំឡាននិងនាងស្រីស្រស់កងការងារនិងទូរទស្សន៍ជាបង្អស់ដែលកំពុងតាមដានទស្សនកម្មផ្សាយទូរទស្សន៍ជាតិរបស់ជាទីក្រុងបាទ ចាជម្រាបសួរលោកពឿនថាតើប្រតិបត្តិព័ត៌មានអ្វីនឹងធ្វើសេចក្តីរាយការណ៍ដែរបាទព្រឹកនេះមានព័ត៌មានចំនួនមួយគឺក្រសួងផែនការសហការជាមួយមន្ទីរខេត្តផែនការខេត្តបៃលិនមកកិច្ចប្រជុំពិភាក្សាលើការប្រមូលទិន្នន័យសម្រាប់ចងក្រងផលិតផលក្នុងស្រុកហៅថា GDP និងសន្ទុះថ្លៃទំនិញប្រើប្រាស់បាទសូមចេញបាទនៅពេលថ្ងៃទី5ខែមិថុនាឆ្នាំ2025នៅមន្ទីរផែនការខេត្តបៃលិនមានបានកិច្ចប្រជុំពិភាក្សាពីគូយោបល់លើការប្រមូលទិន្នន័យសម្រាប់ចងក្រងផលិតផលក្នុងស្រុក GDP និងសន្ទុះថ្លៃទំនិញប្រើប្រាស់ CPI សម្រាប់ខេត្តបៃលិនក្នុងឆ្នាំ2023-2024ជាមួយនឹងដំណើរមន្ទីរអង្គភាពពាក់ព័ន្ធនានារដ្ឋបាលក្រុងស្រុកនៃខេត្តបៃលិនដែលរៀបចំឡើងដោយក្រសួងផែនការសហការជាមួយមន្ទីរផែនការខេត្តបៃលិនក្រមអធិបតីភាពលោកកែវចត្រាប្រធាននាយកដ្ឋានផែនតិគណៈនៃជាតិនៃវិទ្យាស្ថានជាតិសតិនៃក្រសួងផែនការលោកសយតរុនប្រធានមន្ទីរផែនការខេត្តបៃលិនបានមានប្រសាសន៍ថាតាមលទ្ធផលក្នុងស្រុក GDP ឆ្នាំ2022បានបង្ហាញថាសេដ្ឋកិច្ចខេត្តបៃលិនមានកំណើន 2.9% និងចំណូលសម្រាប់ប្រជាជនម្នាក់ៗគឺមានចំនួន $1,410 ដុល្លារអាមេរិកសេដ្ឋកិច្ចខេត្តបៃលិនមានវិស័យសំខាន់មួយចំនួនដូចជាវិស័យកសិកម្មដែលមានសមាមាត្រជាទៅនឹងផលិតផលក្នុងស្រុកចំនួន 19.2% វិស័យឧស្សាហកម្មមានសមាមាត្រ 19.1% និងវិស័យសេវាកម្មមានចំនួន 61.7% លោកបានបន្តថាដើម្បីឲ្យការវិតម្លៃការគណនាពីការវិភាគសេដ្ឋកិច្ចខេត្តបៃលិនឆ្នាំ2023-2024បានគ្រប់ជ្រុងជ្រោយក្រុមការងារប្រមូលទិន្នន័យសម្រាប់ទិន្នន័យផលិតផលក្នុងស្រុកសរុបរបស់ខេត្តត្រូវការចាប់បាច់ទិន្នន័យសតិពីមន្ទីរអង្គភាពជំនាញជុំវិញខេត្តរដ្ឋបាលក្រុងស្រុកនិងស្ថាប័នពាក់ព័ន្ធនានាសម្រាប់ជាជាតិចូលនឹងការគណនាចងក្រងឯកសារផលិតផលក្នុងស្រុកសរុប2023-2024ធ្វើជាមូលដ្ឋានក្នុងការត្រួតពិនិត្យវិតម្លៃវឌ្ឍនភាពកំណើនសេដ្ឋកិច្ចខេត្តក៏ដូចជាការតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងពីការចូលរួមអនុវត្តគោលនយោបាយអភិភាពរបស់រាជរដ្ឋាភិបាលនៃកាលទី7នៃរដ្ឋសភាកំណៅចូលរួមសម្ដេចឲ្យបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050លោកកៅចត្រាប្រធាននាយកដ្ឋានសតិគណៈនៃជាតិនៃវិទ្យាស្ថានជាតិសតិនៃក្រសួងផែនការបានមានប្រសាសន៍ឡើងថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រកំណៅសម្ដេចឲ្យបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងមានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ជាមួយនឹងការរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ 7% រក្សាស្ថិរភាពថ្លៃនិងអត្រាប្រូប្រាក់បង្កើតការងារថ្មីបន្តយកចិត្តទុកដាក់លើវិស័យសង្គមគិច្ចនិងកាត់បន្ថយភាពក្រីក្របន្ថែមទៀតតាមរយៈបង្កើនការវិនិយោគសាធារណៈនិងឯកជនលើវិស័យដឹកជញ្ជូនកសិកម្មអប់រំសុខាភិបាលនិងវិស័យផ្សេងៗទៀតលោកបានបន្តទៀតថារបាយការណ៍ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំនិងដំណើរការប្រមូលទិន្នន័យសម្រាប់គណនាផលិតផលក្នុងស្រុកសរុបឆ្នាំ2024ពិតជាមានសារៈសំខាន់ព្រោះព័ត៌មានស្ដីពីផលិតផលក្នុងស្រុកសរុបសន្ទុះតម្លៃទំនិញប្រើប្រាស់ការគិតគូរអត្រាអតិផរណាគឺជាពុទ្ធនាករសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រងអ្នកដឹកនាំអ្នកធ្វើគោលនយោបាយអ្នកវិនិយោគនិងអ្នកធ្វើផែនការអភិវឌ្ឍនានាដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការរបស់សង្គមជាតិបាទនេះជាព័ត៌មានពីខេត្តបៃលិនខ្ញុំបានសូមបញ្ចប់តែប៉ុណ្ណេះបាទបាទអរគុណច្រើនលោកពឿនសម្រាប់ការធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងខេត្តបៃលិនសម្រាប់ប្រតិបត្តិអរគុណជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ